ព្រះរាជាណាចក្រកម្ពុជាជាសាសនាព្រះមហាក្សត្រអង្គភាពសារព័ត៌មានហេរ៉ូមែនញូគោលការណ៍ណែនាំយោងតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពសារព័ត៌មានហេរ៉ូមែនញូមានគោលការណ៍ណែនាំនិងវិធានការបន្ថែមដូចខាងក្រោម 1. សមាជិកសមាជិកាទាំងអស់រួមជីវភាពនៅក្នុងអង្គភាពសារព័ត៌មានហេរ៉ូមែនញូត្រូវគោរពច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ1993និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា 2. សមាជិកសមាជិកាទាំងអស់រួមជីវភាពនៅក្នុងអង្គភាពសារព័ត៌មានហេរ៉ូមែនញូត្រូវគោរពលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងនិងតាមរចនាសម្ព័ន្ធរបស់អង្គភាពគ្រប់ជាន់ថ្នាក់ 3. សមាជិកសមាជិកាទាំងអស់រួមជីវភាពនៅក្នុងអង្គភាពសារព័ត៌មានហេរ៉ូមែនញូត្រូវប្រើប្រាស់ឲ្យត្រូវតាមមុខជំនាញនិងវិជ្ជាជីវៈជាអ្នកសារព័ត៌មានឲ្យបានត្រឹមត្រូវនិងក្រមសីលធម៌ជាពិសេសការប្រស្រ័យទាក់ទងគ្នានៅក្នុងវិទ្យុគឺមិនត្រូវនិយាយពីអសុរោះជាមួយស្ត្រីបានទេវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាព 4. សមាជិកសមាជិកាទាំងអស់រួមជីវភាពនៅក្នុងអង្គភាពសារព័ត៌មានហេរ៉ូមែនញូត្រូវបង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំសមាជិកសមាជិកាទាំងអស់ប៉ុន្តែមិនត្រូវបង្កើតក្រុមបកពួកនិយមញុះញង់បង្កាច់បង្ខូចអ្នកដទៃដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ 5. រាល់កំហុសខុសឆ្គងទាំងឡាយណាដែលមិនមានការពិគ្រោះយោបល់ពីថ្នាក់ដឹកនាំអង្គភាពសារព័ត៌មានហេរ៉ូមែនញូគឺបុគ្គលនោះត្រូវទទួលខុសត្រូវដោយខ្លួនឯងមិនពាក់ព័ន្ធនឹងអង្គភាពសារព័ត៌មានហេរ៉ូមែនញូឡើយ 6. ប្រសិនបើមានសមាជិកសមាជិកានិងបុគ្គលិករដ្ឋបាលណានៅតែប្រព្រឹត្តនៅទង្វើផ្ទុយពីលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងនេះត្រូវបញ្ឈប់ពីអង្គភាពតាមរយៈលិខិតរបស់ប្រធានអង្គភាពចាងវាងនាយកនិងចម្លងជូនក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីជ្រាបជាដំណឹងរាជធានីភ្នំពេញថ្ងៃទី1ខែមករាឆ្នាំ2026ចាងវាងនាយកហត្ថលេខាយ៉ែនសូយ៉ា